បាទសួស្តីអ្នកនរគ្នាក្នុងវីដេអូនេះខ្ញុំមកបង្ហាញអ្នកនរគ្នារបៀបកែសំឡេងឲ្យពីរោះបាទមិនថាបងប្អូនថតលើទូរស័ព្ទដៃថតលើ microphone ធម្មតាឬក៏ថតចេញពីកុំព្យូទ័ររបស់យើងបាទដូចជា laptop ជាដើមបាទអញ្ចឹងទេក្នុងវីដេអូនេះខ្ញុំមាន4ចំណុចដើម្បីកែសំឡេងឲ្យពីរោះបាទអញ្ចឹងមុននឹងឈានដល់ការបង្ហាញនៅវីដេអូនេះបងប្អូនដែលកំពុងតែតាមដានបាទសូមជួយចុច like comment ឬក៏ subscribe channel របស់ខ្ញុំបាទម្នាក់មួយផងបាទដើម្បីទទួលបានចំណេះដឹងថ្មីៗបាទពីខ្ញុំបាទអញ្ចឹងដល់គ្នាចូលបើកកម្មវិធី Adobe Audition មកបាទអញ្ចឹងយើងចូលនៅ file បាទហើយយើងបើកនៅសំឡេងរបស់យើងមួយមកអូខេដល់គ្នាបាទអញ្ចឹងមកដល់ចំណុចនេះខ្ញុំរួមពីតូចបន្តិចបាទនេះគឺជាសំឡេងដើមបាទអ្នកនេះអាចស្ដាប់បានបាទសួស្តីដល់គ្នាបាទនេះគឺជាសំឡេងដែលអត់ទាន់កែបាទអញ្ចឹងបន្តិចទៀតខ្ញុំនឹងកែអ្នកគ្នាតើវាអាចកែប្រែនៅសំឡេងយើងពីរូបបែបម៉េចបាទអញ្ចឹងមុននឹងកែបានអ្នកគ្នាបោកคลิกមកបាទយើង select all បាទបន្ទាប់មកទៀតអ្នកគ្នាមើលខាងលើនេះយើងចុចពាក្យថា effectបាទយើងចុចពាក្យថា effect យើងរកមើលពាក្យថាបាទនេះខ្ញុំ search ជាភាសាអង់គ្លេសហ្នឹងទេបាទអញ្ចឹងអ្នកគ្នារើសតាមខ្ញុំមកបាទដល់ពេលអ្នកគ្នារើសយក dynamic processing បាទនៅត្រង់ចំណុចនេះខ្ញុំ default សិនបាទត្រង់ចំណុចនេះអ្នកគ្នាទាញកន្លែងនេះតម្លាក់មកត្រឹមលេខ5មកបាទហើយត្រង់ចំណុចនេះអ្នកគ្នាទាញមកត្រឹមលេខ10អូខេអញ្ចឹងយើងអាចចាក់ស្ដាប់បានបាទសួស្តីដល់បាទអញ្ចឹងតទៅពីប៉ុណ្្នឹងហើយយើងចុចពាក្យថា apply មួយអូខេបាទជំហានទី2អ្នកគ្នាចូល effect ដដែលបាទហើយយើងចូលកន្លែងនេះដដែលបាទហើយយើងរកមើលពាក្យថាអ្នកគ្នា hard limiter បាទយើងចុចពាក្យកន្លែងនេះមកបាទយើង default អញ្ចឹងនៅត្រង់ចំណុចនេះអ្នកគ្នាជ្រើសរើសកន្លែង limit to បាទលេខ3ដក3 dB បាទអញ្ចឹងយើងជ្រើសរើសយកកន្លែងនេះហើយយើងចុចពាក្យថា apply អូខេជំហានទី3យើងចូលកន្លែងនេះដែរហើយយើងចូលកន្លែងនេះដែរអ្នកគ្នារើសពាក្យថា normalize processing អ្នកគ្នាជ្រើសរើសកន្លែងនេះមកអូខេអញ្ចឹងកន្លែងនេះដំបូងគឺវា load គឺវាមានលេខ100បាទអញ្ចឹងអ្នកគ្នាកន្លែងនេះយើងត្រូវដាក់96.5 មកបាទអ្នកនេះដាក់តាមខ្ញុំមកទៅពេលចុចពាក្យថា apply អូខេជំហានទី4ដែលជាជំហានចុងក្រោយអញ្ចឹងយើងចូលកន្លែង effect បាទយើងមើលកន្លែង filter and EQ បាទហើយយើងរើសកន្លែងបាទយើងចុចកន្លែងនេះអូខេខ្ញុំដាក់ default សិនបាទនៅត្រង់ចំណុចនេះគឺយើងដកនៅលេខ2លេខ4លេខ5នេះចេញបាទដកលេខ1នេះបាទលេខ1លេខ2លេខ4លេខ5ចេញអូខេកន្លែងនេះយើងលេខ3យើងទាញមកក្រោមទៀតមកអូខេហើយនេះខាងឆ្វេងបាទអូខេយើងដាក់ប៉ុណ្្នឹងមកបាទតែប៉ុណ្ណេះគឺវាលឺព្រោះបាទអញ្ចឹងយើងចុចពាក្យថា applyគេតើឥឡូវយើងសាកស្ដាប់ទាំងអស់គ្នាបាទសួស្តីដល់គ្នាក្នុងវីដេអូនេះខ្ញុំមកបង្ហាញដល់គ្នាមាន5ចំណុចដែលធ្វើឲ្យកុំព្យូទ័ររបស់យើងដំណើរការល្អប្រសើរជាងមុនបាទតោះបាទអញ្ចឹងអ្នកគ្នាឃើញទេបាទគឺវាលឺពីរោះស្អាតជាងមុនបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទបើសិនអ្នកគ្នាពេញចិត្តបាទសូមកុំភ្លេចចុច like ចុច comment ចុច follow page របស់ខ្ញុំបាទម្នាក់មួយផងដើម្បីអ្នកគ្នាទទួលបានវីដេអូថ្មីៗជាច្រើនទៀតបាទ